នេះបងសែនខ្មាស់តែវាហួសអស់ហើយអូនអាចឲ្យស្រួលរងទុកទៀតទេអូនស្រឡាញ់បងនឹងធ្វើឲ្យបងឈឺចាប់អូននឹងស្រាប់ពេលនេះបងមានអ្វីទៀតទេអំពើល្អដែលអូនធ្លាប់ធ្វើបងនឹងថាសុំម្យ៉ាងទេខ្ញុំស្រឡាញ់បងទៀតទៅស្រឡាញ់បងនឹងធ្វើឲ្យបងឈឺចាប់សូមអូនឆាប់ទៅរកអ្នកថ្មីអូនជាបងបើចិត្តអូននៅតែដណ្ដើមលើបងតាមត្រង់គ្មានអនាគតល្អទេបងភ្លេចបងចុះអូអរគុណអនុញ្ញាតគ្រប់ជម្រាបសួរបងពូមីងមិត្តយុវវ័យទាំងអស់គ្នាសប្បាយទេអរគុណអរគុណអនុញ្ញាតគោរពជម្រាបសួរអរគុណដល់អំពូមីងដល់មិត្តយុវវ័យថ្ងៃនេះខ្ញុំមានកិត្តិយសមែនទែនដែលការបានអញ្ជើញចូលរួមពីសំណាក់គោលការណ៍តន្ត្រីគឺជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដូច្នេះដើម្បីឲ្យកម្មវិធីកាន់តែពិសេសហើយសប្បាយជាងនេះរីករាយបន្តទៀតជាមួយខ្ញុំ Introducing
ងដូខ្ញុំស្មោះស្នេហ៍ខ្ញុំក៏ជាកំងដូមានចិត្តស្មោះសរតាំងចិត្តតស៊ូឲ្យខិតខំធ្វើការសង្សារមិនទាន់មានតែបើមានសង្សារខ្ញុំតាំងចិត្តថាតិចក្រាស្នេហាមួយនឹងឲ្យបានល្អកំងដូខ្ញុំស្មោះស្នេហ៍ពេលនេះខ្ញុំសូមប្រកាសប្រាប់មនុស្សក្មេងចាស់ថាខ្ញុំគឺជាកំងដូស្មោះស្នេហ៍ស្មោះស្នេហ៍ស្មោះស្នេហ៍ហើយក៏ចង់ប្រាប់ស្រីម្នាក់ឲ្យបានដឹងដែរថាខ្ញុំគឺជាកំងដូស្មោះស្នេហ៍ស្មោះស្នេបាទសម្រាប់សម្លេងខ្លាំងមួយបងអរគុណអូបាទពិសេសមែនទែនក្បាច់រំរបស់លោកកែមរៈស្រីមុនចុងក្រោយមកក្បាច់មិញសង្ហាអត់លយអត់បាទអូបាទនេះគឺជាក្បាច់រំថ្មីហើយក្បាច់រំនេះគឺពិតជាពិសេសប្លែកមែនទែនបាទគឺមិនដែលឃើញទេបាទចាអរគុណថ្ងៃនេះខ្ញុំមានសេចក្តីមោទនភាពនឹងបង្ហាញជូននៅអ្វីដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមកនៅទឹកដីកំពង់ចាមបាទការតាំងចិត្តមួយគឺថាចង់ឲ្យបងប្អូននៅទីនេះបានប្លែកភ្នែកបាទសូមកុំប្រកែកប្រកាន់បាទបើមានគណៈសំរុំបាទអរគុណបាទអ្វីដែលខ្ញុំចាប់អារម្មណ៍គឺស្នាមសាក់បាទគឺជាគំនូរបាទសិល្បៈមួយនៅលើដងខ្លួនរបស់លោកខេមរៈសិរីមុនហ្នឹងគឺជាអង្គរបាទរបស់ខ្មែរគឺជាវត្ថុអច្ឆរិយៈនៅលើពិភពលោកដែលជាប់ឈ្មោះនៅក្នុងពិភពលោករបស់យើងបាទប្រាសាទតាព្រំមួយទៀតណាលោកស្រីមុនការពិតខ្ញុំមានចេតនាមួយចង់បង្ហាញនៅវប្បធម៌ខ្មែរយើងបាទគឺប្រាសាទអង្គរវត្តហើយនេះគឺជាគេហៅមហាសេនាការពារនៅអង្គរធំចាបាទសូមបដិសម្លេងឲ្យខ្លាំងមួយបាទអរគុណច្រើនសម្រាប់វត្តមានរបស់លោកខេមរៈស្រីមុនជួបគ្នានៅក្នុងវគ្គក្រោយណាបាទអរគុណច្រើនបាទពិសេសមែនទែនក្បាច់រំក៏ដូចជាការបង្ហាញជូននៅបាទអរិយធម៌ក៏ដូចជាបាទតំណាងនៅស្រុកខ្មែររបស់យើងគឺប្រាសាទអង្គរវត្តដែលលោកស្រីមុនបានបង្ហាញឲ្យឃើញថាពិតជាអស្ចារ្យសម្រាប់ប្រទេសកម្ពុជារបស់យើងណានេះគឺសចាពេលដែលគាត់បង្ហាញសាច់ដុំគាត់អញ្ចឹងទៅសង្ហាប៉ុន្តែបើងាកមកខាងលោកតាវិញយ៉ាងម៉េចដែរមានសាច់ដុំអត់មានដែរបើអត់សូវធំអត់សូវធំដោយលោកស្រីមុនបាទសាច់ដុំដែរគឺសាច់ដុំក្បាលពោះមានដែរ one peg ចា